ថ្ងៃនេះយើងមកសិក្សាពាក់ព័ន្ធជាមួយនឹងគាថាសង្គ្រាមដោយខានចេញវីដេអូនឹងយូរហើយដោយសារតែមានបញ្ហាគឺ channel ហ្នឹងវាខូចទើបតែដោះស្រាយហើយអញ្ចឹងថ្ងៃនេះគឺនាំយកនៅគាថាមួយដែលពីបុរាណអាចារ្យលោកបានប្រើដូច្នេះហើយគឺចង់ចែករំលែកដល់បងប្អូនបានសិក្សារៀនសូត្រណាមួយយើងសុទ្ធតែដឹងហើយថាប្រទេសយើងបច្ចុប្បន្នហ្នឹងសុទ្ធតែមានបញ្ហាហើយបញ្ជាក់ផងដែរថាគាថានេះគឺមានពិធីកម្មហ្នឹងគឺច្រើនយើងត្រូវតែគោរពទៅតាមក្បួនច្បាប់បុរាណដែលគេបានតាក់តែងគេបានកំណត់មកទើបមានភាពស័ក្តិសិទ្ធិពូកែបើសិនជាយើងអត់ធ្វើតាមអ្វីដែលគេកំណត់មកទេគឺអានុភាពហ្នឹងក៏វាទៅតាមនឹងដែរជាពិសេសនោះគឺថាត្រណមដូច្នេះគឺយើងមុននឹងចូលទៅដល់គាថាគឺនិយាយត្រួសសិនពាក់ព័ន្ធជាមួយនឹងអានុភាពចំពោះគាថានេះគឺមែនតែនទៅនៅពេលដែលចាប់ផ្ដើមសូត្រហ្នឹងគឺត្រូវតែអាស្រ័យនឹករលឹកដល់គុណព្រះសម្មាសម្ពុទ្ធដែលមាននៅក្នុងគាថាមានដាក់ថាមហានាថោដែលប្រកាសអំពីនាមរបស់ព្រះសម្មាសម្ពុទ្ធចំពោះអានុភាពគឺគេសូត្រដើម្បីធ្វើឲ្យពួកសត្រូវដែលបៀតបៀនយាយីឲ្យចាញ់ខ្លោបខ្លាចដោយអំណាចនៃឫទ្ធិគាថាដែលយើងបានធ្វើពិធីហើយបញ្ជាក់ផងដែរថាគាថានេះគឺគេប្រើភាគច្រើនបំផុតនៅក្នុងសឹកសង្គ្រាមគេប្រើនៅក្នុងសឹកសង្គ្រាមមិនមែនប្រើទូទៅទេជាពិសេសនោះគឺអស់លោកមេតបពីមុនហ្នឹងលោកច្រើនតែចេះគាថាទាំងអស់នេះហើយលោកតែងតែធ្វើពិធីប្រោះពុលដល់កូនទាហានទាំងឡាយរបស់លោកហ្នឹងឲ្យមានជ័យជំនះលើពួកខ្មាំងខ្មែរយើងឆ្លងកាត់សង្គ្រាមច្រើនតាំងពីបុរាណមកដូចជានៅក្នុងសម័យអង្គរអាត្មាលើកអំពីមេទ័ពមួយអង្គដែលមានភាពល្បីល្បាញខាងមុនវិជាដែលលោកមាននាមថាអនកសញ្ជុនវីសាស្ត្រាទីហៅព្រះកម្រតេងអញសូរធិបតីវរមៈដែលនៅក្នុងក្បួនព្យុះចត្រាដែលបានឆ្លាក់នៅប្រាង្គប្រាសាទអង្គរវត្តហ្នឹងនៅក្នុងដំរីទី10បើសិនជាបងប្អូនណាបានទៅទស្សនាប្រាសាទអង្គរវត្តគឺពិនិត្យមើលនៅក្នុងក្បួនព្យុះចត្រាទ័ពដែលនៅក្នុងដំរីទី10នឹងមានឃើញមេទ័ពមួយអង្គដែលមានពាក់អាវដែលអ្នកបុរាណវិទ្យាលោកបានសន្មតថាគឺជាកន្សែងយន្តឬក៏យើងបច្ចុប្បន្នយើងហៅថាអាវតេជៈដែលមានចានៅទូអក្សរបាលីទៅតាមពុទ្ធសាសនានិងព្រហ្មញ្ញសាសនាដើម្បីជាភាពស័ក្តិសិទ្ធិចូលមកគាថាយើងវិញនៅក្នុងសម័យកាលសង្គ្រាមនានាដូចជាសម័យសាធារណរដ្ឋសម័យដតីទៀតមកគឺយើងឃើញមានដែរពាក់ព័ន្ធជាមួយមេទ័ពនិងកងទ័ពខ្លះមកកងពលទូទេប៉ុន្តែអាចបង្ក្រាបសត្រូវបានច្រើនជាពិសេសនោះគឺក្នុងសម័យសាធារណរដ្ឋបងប្អូនគួរតែឆ្លៀតពេលដើម្បីសិក្សាបន្តិចទៅត្រង់ចំណុចហ្នឹងយើងនឹងឃើញថាគឺអាគមផ្សំអាយុដែលលោកបានប្រើមុនអាគមនេះកាលណាបើសិនជាយើងមានជំនឿជឿជាក់លើវាអានុភាពរបស់វាក៏ដូចជាឡើងតាមនឹងដែរប៉ុន្តែបើសិនជាយើងអត់មានជំនឿអត់មានការជឿជាក់ឧទាហរណ៍ថាពេលដែលសូត្រទៅយើងគិតថាគ្រាន់សូត្រវាអត់មានភាពខ្លាំងពូកែអីទេអាហ្នឹងក៏វាតាមនឹងដែរទៅប៉ុន្តែដល់ពេលដែលយើងសូត្រចិត្តរបស់យើងគឺថាឧទាហរណ៍ថាបងប្អូនសូត្រគេថាស្បែកគង់សូត្រហើយក៏ថាស្បែកគង់ទៅបងដែលយើងបានរៀនត្រឹមត្រូវទៅណាមិនមែនគ្រាន់សូត្រតស្បែកគង់តាមមាត់យើងថាមែនទេប៉ុន្តែចិត្តរបស់យើងហ្នឹងគឺកំណត់អញ្ចឹងកំណត់ដែលយើងជឿថាកាលណាបើយើងសូត្រប្រភេទហ្នឹងទៅតាមទំនៀមទៅតាមអ្វីដែលយើងបានសិក្សាច្បាស់លាស់អំពីគ្រូបាអាចារ្យមកសូត្រទៅគឺគង់គឺយើងសូត្រទៅគង់មែនយកកបិតមកកាប់ទៅគឺអត់មុតទេប៉ុន្តែបញ្ជាក់ផងដែរថាបើសិនជាយើងអត់បានរៀនត្រឹមត្រូវទេយើងចង់ពិសោធន៍ហ្នឹងគឺយើងពិសោធន៍ដោយអាវុធទូទៅយកឡាមយកមកជលចៈទៅកុំពិសោធន៍ឲ្យធំនាំមានបញ្ហាដល់ខ្លួនឯង
ចំពោះពិធីកម្មគេធ្វើគេតម្រូវឲ្យយើងមានផ្កាទី1លំអងផ្កាឈូកបងប្អូនយកទៅថ្លឹងជីងទៅគេកំណត់ឲ្យ3តម្លឹងលំអងផ្កាឈូក3តម្លឹងចំពោះលំអងផ្កាឈូកនេះបងប្អូនអាចលាយបានលាយផ្កាឈូកសខ្លះទៅហើយយើងលាយផ្កាឈូកក្រហមខ្លះទៅឲ្យបានច្រើន3តម្លឹងហើយផ្កាម្លិះលា3តម្លឹងហើយផ្កាថ្កុល3តម្លឹងផ្កាចម្ប៉ាស3តម្លឹងផ្កាចម្ប៉ាលឿង21ផ្កានៅពេលដែលយើងរករបស់ទាំងអស់នឹងបានចប់សពគ្រប់ហើយយើងយកមកដាក់ថាសរៀងខ្លួនมันអាចដាក់ថាសនឹងផ្កាឈូកតែមួយម្លិះជាមួយនឹងចម្ប៉ាចម្បៃគឺអត់ទេគឺយើងដាក់ថាសខុសគ្នាបន្តមកទៀតយើងមានផ្តិលទឹកសម្រាប់មួយយើងដាក់ទឹកឲ្យពេញសម្រាប់ក្នុងពិធីហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើពលិកាចំពោះព្រះរតនត្រ័យស្អីគេពលិកាចំពោះព្រះរតនត្រ័យគឺការថ្វាយបង្គំព្រះយើងចាប់ផ្ដើមសូត្រចាប់តាំងពីអ៊ីមេហិតិបធុបាអ្នកមូ3បទចឹងមកប្រកាសពុទ្ធនាមប្រកាសគុណព្រះធម៌និងគុណព្រះសង្ឃដែលមានអតិពិសោស្វាខតសបដិបណ្ណោជាដើមហ្នឹងយើងសូត្រទៅបន្តមកទៀតក៏ចាប់ផ្ដើមធ្វើពិធីបន្តទៀតគឺយើងចាប់ផ្ដើមប្រកាសអញ្ជើញគ្រូរបស់យើងនឹងឲ្យមកចូលរួមនៅក្នុងពិធីប្រកាសអញ្ជើញអស់លោកអ្នកថែរក្សានៅក្នុងដែនដីកម្ពុជារដ្ឋទាំងអស់ហ្នឹងឲ្យលោកអញ្ជើញមកចូលរួមនៅក្នុងពិធីយើងប្រកាសអញ្ជើញអស់លោកអ្នកមានមន្តអាគមពីបុរាណណាចាមឲ្យលោកមកចូលរួមក្នុងពិធីរបស់យើងប្រកាសអញ្ជើញម្ចាស់គាថាទាំងឡាយដែលលោកបានស្វែងរកគាថានឹងឃើញឲ្យលោកមកចូលរួមជួយកាន់ខ្នងរងមុខរបស់យើងណាឲ្យយើងសូត្រគាថានឹងទៅមានភាពស័ក្តិសិទ្ធិខ្លាំងពូកែនឹងគេធ្វើពិធីអញ្ចឹងហើយក៏ចាប់ផ្ដើមយកច្រំ4ទិសទៅដាក់4ទិសដែលយើងធ្វើពិធីហ្នឹងលេចកាត់ជើងធ្វើមកយើងដាក់4ទិសគឺដើម្បីថ្វាយចំពោះព្រះភូមិរៈដែលគេថិតថែរក្សានៅទិសទាំង4ហ្នឹងឬក៏គេថិតថែរក្សានៅតំបន់របស់យើងហ្នឹងឲ្យគេបានទទួលហើយចំពោះច្រំហ្នឹងគឺយើងត្រូវដាក់បាយមួយពំនូតយើងដាក់បារីមួយដើមស្លាម្លូហ្នឹងយើងលាយទៅស្លាម្លូហ្នឹងយើងកាច់ឲ្យស្អាតមួយទៅមួយម៉ាត់ទៅហើយយើងអុជធូបមកទៅស័យហើយទៀនក្រហមហ្នឹងមកដើមទៅយើងយកទៅថ្វាយគេហើយបន្តមកទៀតនៅក្នុងពិធីគឺកម្រាលគឺយើងប្រើកម្រាលសដែលកម្រាលសនេះគឺសម្ពុតយើងក្រាលសម្រាប់អង្គុយធ្វើពិធីស្មឹងស្មាតបរិកម្មនៅគាថានេះគឺចំនួន108ចប់មិនមែនសូត្រ3 5 7 9 12ទេគឺយើងសូត្របរិកម្ម108ចប់នៅពេលដែលយើងបរិកម្ម108ចប់ហើយអស់លោកមេតបក៏ដោយឬក៏អ្នកដឹកនាំក្នុងពិធីហ្នឹងក៏បីបាច់នៅសក្ការៈទាំងឡាយដែលមានផ្កាឈូកជាដើមនោះទៅលើនាយពលទៅលើពលទាហានដើម្បីឲ្យមានអានុភាពរិទ្ធបារមីនឹងអាចយកឈ្នះអាចមានអំណាចទៅលើពួកសត្រូវដែលមកបៀតបៀនលើមាតុភូមិរបស់យើងហើយចំពោះកូនទាហានឬក៏ថាអ្នកដែលនៅក្នុងបរិវេណដែលគេធ្វើពិធីហ្នឹងកាលណាបើគេសាចគេបាចនៅផ្កាទាំងឡាយនោះមកហើយហ្នឹងបើសិនជាផ្កាណាមួយធ្លាក់មកលើខ្លួនឯងទោះបីជាផ្កាចម្ប៉ាក៏ដោយផ្កាឈូកក៏ដោយឬក៏ផ្កាអ្វីក៏ដោយឲ្យទៅធ្លាក់បានក៏បីយកដាក់តាមខ្លួនទៅណាដាក់តាមខ្លួនទុកដូចជាវត្ថុស័ក្តិសិទ្ធិអញ្ចឹងព្រោះថាគាថាដែលសូត្រ108ចប់ហ្នឹងគឺបាត់ចូល40នៅក្នុងផ្កាទាំងអស់នោះហើយលោកជឿថាផ្កាដែលដាក់តាមខ្លួននោះអាចជាគ្រឿងការពារដូចជាការពារបញ្ជៀសនៅក្របទាំងឡាយដែលធ្លាក់មកការពារឧទាហរណ៍ថាខាងខ្មាំងនោះជាប្រសិននោះគឺពួកសៀមហ្នឹងគឺវាចេះមន្តអាគមដែរមិនវាអត់ចេះទេវាអាចថាវាប្រើចេះប្រើអញ្ចឹងមកអំណាចរិទ្ធបារមីគាថាហ្នឹងអាចថាជួយបញ្ជៀសបណ្ដេញចេញបានដែរជួនកាលទៅពួកត្បូងវាចេះអាគាថាវិញទៅដល់ទៅជន់វវិញសងទៅក៏អាចថាបានអញ្ចឹងទៅគាថាហ្នឹងអាចជួយបានដែរហើយធ្វើឲ្យស្បែករបស់យើងនឹងគង់បើសិនជា
សត្រាវុធដែលគេចោលមកក៏ដោយឬក៏ភ្លើងដែលគេបាញ់មកហ្នឹងគឺអាចជួយការពារបានស្បែករបស់យើងហ្នឹងអញ្ចឹងចំពោះការអធិប្បាយនេះគឺមានប៉ុណ្ណឹងឥឡូវយើងចូលមកចំណុចទី3គឺយើងនឹងសូត្រគាថាហើយចំពោះគាថានេះគឺបងប្អូនកត់ហើយក៏ព្យាយាមទន្ទិញឲ្យច្បាស់មិនអាចតាក់ទើពេលដែលបរិកម្មបានទេព្រោះពេលដែលយើងបរិកម្មហ្នឹងដូចជាលោកសូត្រអ្នកមោតាសៈឧទាហរណ៍តបងប្អូនទៀតអ្នកមោតាសៈអញ្ចឹងយើងមិនអាចគិតថាអ្នកមោហើយបន្តទៅមុខទៀតតាសៈទេគឺយើងច្បាស់ថាអ្នកមោតាសៈភគវតោជាងមកអាហ្នឹងគឺអញ្ចឹងចំពោះគាថានេះគឺយើងសូត្រថាបៃតិកៈតាំងអ៊ីតិហោចៈសាពៈសេថោមហានាថោសវិហេអភិបញ្ញតោយមយ៉ាងបតេសេតិសេកតិអ៊ីតិនីធាតេបរាបកាសេតិអេតេនៈសច្ចវច្ចេនៈសោថេមេជយមង្គលាំងចំពោះគាថាហ្នឹងគឺយើងសូត្របែបហ្នឹងអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងសិក្សាដោយប្រពៃសិក្សាដោយគោរព